អេស្ប៉ាញដឹងគ្រូកណ្ដួយម៉ែវាស្អីទេគ្មានកីឡាកររៀលមួយវាអញ្ចឹងក៏ចឹងដែរគ្រូអេស្ប៉ាញនឹងគ្រូអង់គ្លេសគ្រូជំរឿនជាតិអង់គ្លេសលោក Thomas Tuchel ម្យ៉ាងម្នាក់ឯងគាត់ពីរនាក់ហ្នឹងគាត់ថាគ្រូអេស្ប៉ាញទូសាច់របស់ fan របស់ Real Madrid ហ្មងគ្រូអេស្ប៉ាញមកឥឡូវទៅមើលបញ្ជីឈ្មោះកីឡាករទាំង26នាក់នេះអេស្ប៉ាញចេញមកហើយអ្នកចាំទីមាន3នាក់ Unai Simon David Raya ហើយនិង John Cassier defense មាន Marco Gorilla របស់ Chelsea Alessandro Gramido Paul Cubazi របស់ Barcelona Aymeric Laporte Marc Pubil របស់ AT Eric Garcia Marco Llorente Pedro Porro នេះបានមួយរបស់ Spurs ដែរនេះ Pedro Porro បំរើមាន Pedri មាន Fabian Ruiz Martin Zubimendi Gavi Rodrigo Alex Benas Miguel Marino ប្រយុទ្ធមាន Miguel Oyarzabal Dani Olmo Nico Williams Jeremy Pino Ferran Torres Bocha Iglesias Victor Munoz ហើយនិង Lamine Yamal នេះគឺជាកីឡាករតាំង26នាក់ដែលគ្រូបង្វឹករបស់ក្រុមគោជលអេស្ប៉ាញគាត់បានបញ្ចេញការពីថ្ងៃមិញហើយក្រុមគោជលអេស្ប៉ាញគឺជាក្រុមខ្លាំងមួយនៅក្នុងតំបន់អឺរ៉ុបជាជើងឯកយូរ៉ូចឹងបានន័យថាសម្រាប់ព្រឹត្តិការណ៍ FIFA World Cup នេះគឺជាបញ្ជីឈ្មោះចុងក្រោយដែលគ្រូបង្វឹករបស់ក្រុមគោជលអេស្ប៉ាញគាត់បានបញ្ចេញមកកាលពីថ្ងៃមិញហើយអ្នកដែលឆ្ងល់ហើយនឹងភ្ញាក់ផ្អើលបំផុតនោះគឺ fan របស់ Madrid ហ្មងសូម្បីតែពូក៏ភ្ញាក់ផ្អើលដែរក្នុងហ្នឹងខ្សែការពារខ្សែបម្រើខ្សែប្រយុទ្ធទាំងអស់ទាំងអ្នកចាំទីអត់មានកីឡាកររបស់ Madrid សូម្បីតែមួយអត់មានទេសូម្បីតែកីឡាករដែលយើងគិតថាអាចនឹងជាប់ជម្រើសជាតិដូច Dean Henderson ដូច Raúl Asensio ដូច Garcia ខ្សែយុទ្ធរបស់ Madrid គឺអត់មានទាំងអស់ព្រោះដានីកាវ៉ាហាល់គាត់របួសអញ្ចឹងគាត់អត់ទាន់ fix គាត់អត់ទាន់ recovery 100% ទេតែ3នាក់ហ្នឹងយើងគួរគិតថាមាន1មាន2ណា Raúl Asensio Dean Henderson ហើយនឹង Garcia តែនេះអត់ទេអត់មានកីឡាករ Madrid សូម្បីតែមួយហ្មងអូគ្រូជំរឿនជាតិអេស្ប៉ាញគាត់បកកាយរើសគាត់បកកាយរើសឲ្យមេដៃគាត់មួយរើសបានល្អនោះការពារគាត់ទៅយកអាប៉ូរ៉ូពី Spurs មកនោះគាត់ទៅយកពីអាស្អីណាAlessandro Grilmaldo គាត់យកមាន Marco Gorilla គាត់យកមកទាំងអស់ពី Chelsea ពីអីនឹងគាត់ឆ្លាច់មកមួយហើយមាន Paul Cubazi របស់ Chelsea តែបើ Madrid នៅអត់មានកីឡាករ Madrid សូម្បីតែម្នាក់មិនដែរធៀមយើងជួយបង្ហាញពីចំណាប់អារម្មណ៍បន្តិចមកតើគ្រូបង្វឹករបស់ក្រុមគោជលអេស្ប៉ាញគាត់ក៏ហៅកីឡាករ26នាក់ចុងក្រោយនេះដែលគ្មានកីឡាករ Madrid សូម្បីតែមួយក្បាលទេអារម្មណ៍ fan Madrid យ៉ាងម៉េចមកនិយាយមកដល់ពងនិយាយមុនគេអញមិនសប្បាយចិត្តអញវាឆ្ងល់មិនបានទៅអញ្ចឹងពូអត់យល់ថាមិនបានអូយគ្រូហើយមិនឃើញ Madrid ធ្លាក់ពេកទេឃើញ Madrid បន្ទូស្រាយគ្នាពេកទេអត់មានកីឡាករ Madrid សូម្បីតែមួយអត់មានទេអត់មានទេបើកីឡាករបាសេមានច្រើនណា Lamine Yamal Dani Olmo Pedri Gavi Paul Cubazi ហ្នឹងសិតខ្សែរបស់បាសេគ្រូគេរើសគេច្បាស់ណាស់ថាកីឡាករណាល្អមិនល្អបើរើសច្បាស់ចុះគ្រូ Thomas Tuchel របស់ក្រុមជំរឿនជាតិអង់គ្លេសនោះគេជេរពេញអង់គ្លេសនោះកាសែតអង់គ្លេសបានសរសេរថាវាជាពេលវេលាដ៏អាក្រក់បំផុតសម្រាប់ក្រុមជំរឿនជាតិអង់គ្លេសព្រោះវាអត់ដែលមានអញ្ចឹងសូម្បីតែអ្នកគ្រប់គ្រងបាល់ទាត់អង់គ្លេសក៏គេមិនសប្បាយចិត្តដែរមិនសប្បាយចិត្តនឹងការកោះហៅកីឡាករ26នាក់ចុងក្រោយរបស់ក្រុមតៅកំណាចអង់គ្លេសតួយ៉ាងដូច Trent Alexander-Arnold ដោយអាឃ្លោកដូចCole Palmer វាគូណាស់តែអ្នកទាំង3ហ្នឹងវាអាចថាមានឈ្មោះលេខឲ្យក្រុមជំរឿនជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026ប៉ុន្តែ Thomas Tuchel គាត់បាននិយាយថាគាត់សោកស្ដាយគាត់ស្ដាយគាត់បានតាក់ទងទៅកីឡាករផ្ទាល់ private ដែរតាមទូរស័ព្ទតែតាក់ទងទៅផ្ទាល់ហើយដល់ពេលចុងក្រោយអត់ទាំងហៅគ្នាផងទៅតាក់ទងទៅមានន័យអីតាក់ទងទៅផ្ទាល់ហ្នឹងមិនន័យថាម៉េចតែប្រាប់គ្រូប្រាប់ឲ្យមុនហើយវិញគ្រូប្រាប់មុនហើយវិញថាអញអត់មានដាក់ឈ្មោះឯងអត់មានហៅឯងមកលេងនៅ National Team
អង្គលេទេណាមានតែតែអញ្ចឹងតែគាត់ថាគាត់បានតែតាកតងផ្ទាល់តាមទូរស័ព្ទតាឃ្លោកអញ្ចឹងបាទនោះវាខឹងខ្លាំងណាបាទឃ្លោកវាឡាំប៉ាហ្មងមុនដំបូងអាឃ្លោកបន្ទាប់មកបងប្រុសម្ដាយរបស់ឃ្លោកឥឡូវគឺអ្នកគ្រប់គ្រងអង់គ្លេសទាំងអស់ហ្មងប្រសិនបើការប្រកួត World Cup ហ្នឹងណាបើអង់គ្លេសអត់បានទៅដល់វគ្គជ្រៅទេបើធ្លាក់ត្រឹមវគ្គ Group Stage ឬក៏ធ្លាក់ត្រឹមវគ្គ16ក្រុមក៏មកទៅឆែលនេះពូហ៊ាននិយាយថាកៅអីដឹកនាំរបស់ក្រុមប្រជាជនហ្នឹងក៏អត់នៅដែរគឺដឹងថាដូរ 100% ហ្មងអានេះពូហ៊ាននិយាយពិតប្រកបតែម្ដង